សាច់រឿងបានចាប់ផ្ដើមដោយបង្ហាញតួអង្គឯកហាក់បីដូចជាមនុស្សធម្មតាដែលរស់នៅក្នុងទីក្រុងដ៏មមាញឹកប៉ុន្តែគេតែងតែមានអារម្មណ៍ថាខ្លួនឯងមិនមែនជាមនុស្សនៅក្នុងពិភពលោកមួយនេះឡើយកាលពីអតីតកាលគេគឺជាកំពូលអ្នកក្លាហានដែលគ្មានគូប្រៀបដែលគេប្រសិទ្ធនាមថាអធិរាជអណ្ដាតភ្លើងអាចហៅម្យ៉ាងទៀតបានថាទេវតានៃក្បាច់គុណគេបានសម្លាប់សត្រូវរាប់ពាន់នាក់រហូតដល់ឈរនៅកំពូលនៃភ្នំសាកសពទោះបីជាគេខ្លាំងពូកែលើសគេក្នុងពិភពលោកក៏ដោយក៏មានរឿងរ៉ាវមួយដែលគេមិនអាចបំភ្លេចបានគេមានការចងចាំដ៏កក់ក្ដៅមួយជាមួយក្មេងស្រីម្នាក់ដែលធ្លាប់ឲ្យផ្កាគេហើយហៅគេថាបងប្រុសភាពខ្លាំងរបស់គេមិនអាចការពារនាងបានឡើយដែលនេះគឺជាស្នាមរបួសក្នុងចិត្តដែលសឹងតែឲ្យគេបោះអ្វីៗគ្រប់យ៉ាងក្រវ៉ាត់ចោលបន្ទាប់ពីគេបានចំណាយពេលរាប់រយឆ្នាំក្នុងពិភពមូរិនស្រាប់តែមានហេតុការដ៏ចម្លែកមួយបានកើតឡើងគេបានភ្ញាក់ដឹងខ្លួនឡើងនៅក្នុងដងចិនមួយដែលស្ថិតនៅក្នុងសម័យបច្ចុប្បន្នគេមានការងឿងឆ្ងល់ជាខ្លាំងតើទីនេះជាកន្លែងណាតើខ្ញុំចេញពីទីនេះដោយរបៀបណាខណៈពេលគេកំពុងបំវែងផ្លូវក្នុងដងចិនយើងឃើញថាមានក្រុម Hunter មួយក្រុមបានចូលមកដល់ទីនេះពួកគេបានជួបប្រទះទៅនឹងសាកសពបិសាចកម្រិតខ្ពស់មួយដែលគេហៅថាអុកនៅពេលពួកគេឃើញតួអង្គឯកអង្គុយនៅទីនោះពួកគេមានការភ័យខ្លាចជាខ្លាំងហើយស្រែកថាកុំកំរើកព្រោះពួកគេមិនដឹងថាបុរសសក់វែងម្នាក់នេះជាមនុស្សឬបិសាចឡើយតួអង្គឯកយើងវិញមានការភ្ញាក់ផ្អើលដូចគ្នាដែលបានឃើញមនុស្សពាក់សម្លៀកបំពាក់ចម្លែកនិងកាន់អាវុធទំនើបបន្ទាប់មកតួអង្គឯកបានធ្លាក់មកដល់កន្លែងមួយដែលពោរពេញទៅដោយវាលខ្សាច់និងសំណង់អគារបែកបាក់យ៉ាងខ្លាំងគេមានការងឿងឆ្ងល់យ៉ាងខ្លាំងតើខ្ញុំកំពុងស្ថិតនៅកន្លែងណាព្រោះនៅទីនេះគ្មានសញ្ញានៃជីវិតឡើយក្នុងខណៈនោះគេបាននឹកឃើញដល់អតីតកាលដែលគេធ្លាប់តទល់ជាមួយនឹងបកបិសាចសួគាទាំងអស់នោះពួកគេបានប្រើប្រាស់មន្តអាគមហាមឃាត់ដែលមានថាមពលប្រឡឹងងឹតស្រដៀងទៅនឹងថាមពលដែលគេកំពុងជួបប្រទះឥឡូវនេះដោយសារស្ថិតនៅក្នុងកន្លែងដែលខ្លួនមិនស្គាល់តួអង្គឯកសម្រេចចិត្តថាមិនប្រើប្រាស់សមត្ថភាពក្បាច់គុណរបស់ខ្លួនប្រេះផ្ដាស់នោះទេសាច់រឿងបានកាត់មកដល់ទស្សនវិជ្ជាទីក្រុងសម័យថ្មីដែលមានបច្ចេកវិទ្យាទំនើបនៅក្នុងហាងអាហារមួយមនុស្សកំពុងជជែកគ្នាអ៊ូអរអំពីព័ត៌មានដែលលេចឡើងនៅច្រកទ្វារឬហៅថាដងចិនដែលជាបាតុភូតដ៏ចម្លែកដែលពិភពលោកកំពុងជួបប្រទះតួអង្គឯកបានចូលមកដល់ទីក្រុងមួយនេះហើយបានសង្កេតឃើញថាមនុស្សនៅទីនេះភាគច្រើនមានថាមពលខាងក្នុងខ្សោយប៉ុន្តែភ្នែករបស់គេបានប្រទះឃើញនៅក្មេងស្រីម្នាក់ដែលកំពុងដើរកាន់ដៃម្ដាយក្មេងស្រីម្នាក់នោះមានថាមពលខាងក្នុងដល់បរិសុទ្ធនិងខ្លាំងអស្ចារ្យដែលសូម្បីតែអ្នកហាត់គុណជាន់ខ្ពស់នៅក្នុងពិភពមូរិនក៏ពិបាកនឹងមានដែរខណៈពេលដែលនាងកំពុងដើរជាមួយម្ដាយឆ្លងផ្លូវមានខ្យល់យ៉ាងខ្លាំងបានបក់បូរទន្សាយរបស់នាងហោះទៅកណ្ដាលផ្លូវដោយភាពជាក្មេងនាងបានរត់ទៅរើសបូរទន្សាយរបស់នាងដោយមិនមើលឆ្វេងស្ដាំភ្លាមនោះមានឡានដឹកទំនិញមួយគ្រឿងបានបើកយ៉ាងលឿនបំរុងនឹងបុកនាងការភ័យស្លន់ស្លោរបស់ម្ដាយនាងបានស្រែកហៅឈ្មោះកូនថាហាយ៉ុងដែលនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតភ្លាមនោះតួអង្គឯកបានប្រើល្បឿនយ៉ាងលឿនដោយផ្នែកបន្ទោស្ទុះទៅត្រកងក្មេងស្រីនោះចេញពីគ្រោះថ្នាក់បានទាន់ពេលវេលាសកម្មភាពនេះបានធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពដ៏មិនធម្មតារបស់តួអង្គឯកម្ដាយរបស់ហាយ៉ុងដែលជាម្ចាស់ហាងមួយកន្លែងបានរត់មកទាំងភ័យខ្លាចនិងបានអរគុណដល់តួអង្គឯកយ៉ាងខ្លាំងដែលបានជួយជីវិតកូនស្រីរបស់នាងក្នុងពេលកំពុងជែកគ្នាពោះរបស់តួអង្គឯកលាន់សូរតែគ្រូកយ៉ាងខ្លាំងដែលបញ្ជាក់ថាគេកំពុងដាច់បាយខ្លាំងណាស់ដោយក្តីដឹងគុណម្ដាយរបស់ហាយ៉ុងក៏បានអញ្ជើញគេទៅក្នុងហាងរបស់នាងដើម្បីញ៉ាំអាហារដោយមិនគិតថ្លៃនៅពេលចូលមកដល់ក្នុងហាងបុរសជាប្តីបានដឹងរឿងរ៉ាវហើយក៏បាននាំតួអង្គឯកទៅងូតទឹកជំរះរាងកាយព្រោះខ្លួនប្រាណរបស់តួអង្គឯកប្រឡាក់ទៅដោយដីតួអង្គឯកមិនចេះប្រើទឹកការឈោកនោះទេនៅពេលដែលគេព្យាយាមចុចបែកជាត្រូវបានទឹកបាញ់យ៉ាងខ្លាំងផ្អើពេញបន្ទប់ទឹក
រហូតដល់បុរសជាប្តីចូលមកជួយបង្ហាញពីរបៀបប្រើប្រាស់ក្រោយពីចេញពីបន្ទប់ទឹករួចគេបានស្លៀកសម្លៀកបំពាក់ថ្មីនិងមើលទៅសំណំនិងមានរបៀបរៀបរយមុនឆ្ងាយណាស់គណៈពេលកំពុងចាំអាហារតួអង្គឯកបាននឹកទៅដល់អតីតកាលរបស់ខ្លួនគេបាននឹកទៅដល់ច្រកទ្វារមួយដែលបាននាំគេចេញពីពិភពមូរិនឬពិភពវឹកហាត់មកដល់ពិភពបច្ចុប្បន្ននេះគេហាក់ដូចជាកំពុងតែព្យាយាមសម្របខ្លួនទៅនឹងបរិយាកាសថ្មីដែលគេមិនធ្លាប់ស្គាល់បុរសជាប្តីឬមេចង្ភៅបានលើកម្ហូបមួយចានមកឲ្យនោះគឺជាមីខ្មៅតួអង្គឯកមានការងឿងឆ្ងល់នឹងពណ៌ខ្មៅនៃទឹកជ្រលក់នោះណាស់ដោយគិតក្នុងចិត្តថាតើគេធ្វើវាដោយរបៀបណាពណ៌របស់វាដូចជាទឹកខ្មៅដែលគេប្រើប្រាស់សម្រាប់សរសេរអក្សរអញ្ចឹងប៉ុន្តែនៅពេលដែលគេបានភ្លក់ដំបូងរសជាតិដ៏ឈ្ងុយឆ្ងាញ់បានធ្វើឲ្យគេមានអារម្មណ៍ដូចជាបានឃើញពន្លឺដ៏អស្ចារ្យគេបានញ៉ាំវាដោយជក់ចិត្តនិងសរសើរមិនដាច់ពីមាត់ថាវាជាអាហារដែលឆ្ងាញ់អស្ចារ្យបំផុតក្នុងពិភពលោកនេះតួអង្គឯកកំពុងរីករាយជាមួយនឹងអាហារដែលគ្រួសារមួយនេះបានធ្វើឲ្យគ្រួសារមួយនេះបាននិយាយលេងជាមួយនឹងតួអង្គឯកនិងពីការរៀបការនិងមានគ្រួសារព្រោះបណ្ដោយឲ្យតែយូរទៅកូនស្រីរបស់គ្រួសារមួយនេះនឹងចាប់ទុកតួអង្គឯកជាពូបង្កើតហើយគណៈពេលកំពុងដើរតាមផ្លូវនាពេលល្ងាចគ្រួសារដ៏មានសុភមង្គលមួយនោះបានសួរនាំអំពីអាយុពិតប្រាកដនិងឈ្មោះពិតប្រាកដរបស់តួអង្គឯកតួអង្គឯកបានឆ្លើយយ៉ាងខ្លីថាខ្លួនមានអាយុ35ហើយឈ្មោះពិតរបស់ខ្លួនគឺកាងស៊ូចម្លើយនេះបានធ្វើឲ្យគ្រួសារនោះស្រឡាងកាងនិងមិនចង់ជឿព្រោះរាងកាយរបស់កាងស៊ូមើលទៅក្មេងខ្លាំងណាស់ដូចជាយុវជនអាយុ20អញ្ចឹងបន្ទាប់មកសាច់រឿងបាននាំអារម្មណ៍ត្រឡប់ទៅកាន់អតីតកាលដ៏យូរលង់ក្នុងពិភពមូរិនកាងស៊ូលបាននឹកឃើញដល់ក្មេងស្រីម្នាក់ដែលបានផ្ដល់ឈ្មោះឲ្យគេនាងបានប្រាប់ថានាងចង់ឲ្យគេតែងតែមានស្នាមញញឹមទោះនាងដាក់ឈ្មោះឲ្យគេកាងស៊ូដែលមានអត្ថន័យថាស្នាមញញឹមដ៏រឹងមាំទោះបីជាការនោះកាងស៊ូរអ៊ូថានាងគ្មានទេពកោសល្យក្នុងការដាក់ឈ្មោះក៏ដោយប៉ុន្តែគេបានសម្រេចចិត្តប្រើប្រាស់ឈ្មោះមួយនេះកាងស៊ូនោះតាំងពីពេលនោះមក